សួស្តីជំរាបសួរបងប្អូនជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នារីករាយថ្ងៃអាទិត្យទាំងអស់គ្នាផងដែរបាទអញ្ចឹងសម្រាប់ក្នុងការដែលយើងធ្វើការហាត់ប្រាណបែបវិទ្យាសាស្ត្រខ្លីៗហើយបានគុណភាពរហូតដល់80%បាទនេះគឺជាតិចនិចឬក៏ជាគំរូក្នុងការហាត់ប្រាណបែបចលនាសាច់ដុំដើម្បីឲ្យសាច់ដុំពោះរបស់យើងម្នាក់ៗមានភាពហាប់ណែនល្អឬក៏គេហៅថាការសម្រកខ្លាញ់ visceral fat ដែលមានទូនាទីសំខាន់បំផុតដែលធ្វើឲ្យរលាយស្ពាពុតពេនអែនខ្លួននៅតំបន់សាច់ដុំពោះផងយើងសម្រាប់បងដែលគាត់ចង់បានសាច់ដុំ6កង់ឬក៏ធ្វើឲ្យសាច់ដុំពោះមានភាពស្មើល្អឬក៏មានភាពហាប់ណែនយើងកុំភ្លេចធ្វើការហាត់ប្រាណបែបដោយប្រើប្រាស់កង់រុញបាទកង់រុញនេះយើងអាចធ្វើការហាត់12ដងយើងអាចធ្វើការសម្រាកប្រហែលជាខ្ទង់15វិនាទីហើយបន្តមកទៀតគឺយើងអាចធ្វើការហាត់ដដែលបាទយើងរុញកង់បើសិនជាសម្រាប់អ្នកថ្មីគឺយើងហាត់ត្រឹមតែ6ដងមានន័យថាយើងរាប់1 2 3 4 5 6ទៅយើងសម្រាកហើយយើងហាត់តែ4ជុំទៅយើងអាចផ្លាស់ប្ដូរអេរិយាបថក្នុងការហាត់ប្រាណផ្សេងទៀតតែសម្រាប់បងប្អូនដែលជាអ្នកដែលចូលចិត្តនិយមក្នុងការហាត់ប្រាណរយៈពេលយូរខែយូរឆ្នាំហើយយើងគួរតែធ្វើការហាត់ប្រាណម្ដងចាប់មួយជុំយ៉ាងតិចបំផុតគឺ12សេតរហូតដល់15សេតនៅក្នុងមួយជុំយើងអាចធ្វើការហាត់4ជុំទៅ8ជុំតាមសមត្ថភាពនិងធម៌ពលរាងកាយរបស់បងប្អូនទាំងអស់គ្នាដើម្បីទទួលបានលទ្ធផលល្អនៅសាច់ដុំពោះដែលមានភាពហាប់ណែនល្អកុំភ្លេចជួយធ្វើការ share និង follow page ម្នាក់មួយផងដែរសម្រាប់បងប្អូនដែលចង់បានវីដេអូក្រោយៗនេះគឺជាការចែករំលែកតិចខ្លីៗបាទវាគឺជាការហាត់ប្រាណបែបជាសាសដែលមានភាពច្បាស់លាស់ដើម្បីការពារកុំឲ្យមានបញ្ហាពាក់ព័ន្ធជាមួយនឹងស្ថានភាពសុខភាពយើងផ្សេងជាច្រើនអញ្ចឹងការហាត់ប្រាណវាបានចូលរួមចំណែកក្នុងការទប់ស្កាត់ពីបញ្ហាពាក់ព័ន្ធជាមួយនឹងជំងឺ NCD ផងដែរដោយសារតែបច្ចុប្បន្នកាលនេះរហូតដល់ឆ្នាំ2026ជំងឺ NCD មានតែកំណើនកើនឡើងរហូតមិនមានការអន់ថយចុះនៅឡើយទេបាទតាម page របស់ក្រសួងអង្គការសុខភាពពិភពលោកគឺយើងអាចធ្វើការចុចបានបងប្អូនអាចធ្វើការ search នៅពាក្យ NCD របស់ WHO បងប្អូននឹងដឹងអំពីតើស្ថានភាពនៃសុខភាពរបស់ជំងឺ NCD នេះវាមានការកើនឡើងនិងធ្វើឲ្យបាត់បង់ជីវិតរបស់មនុស្សម្នាក់នៅក្នុងប្រទេសយើងផ្ទាល់និងទូទាំងពិភពលោកតើយើងមានវិធានការបែបណាដើម្បីទប់ស្កាត់ពីបញ្ហាទាំងអស់នេះលុះត្រាតែបងប្អូនម្នាក់ស្វែងយល់សិក្សារៀនសូត្រអំពីវិធីទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមានបញ្ហាពាក់ព័ន្ធជាមួយនឹងជំងឺមិនឆ្លងដែលអាចរាតត្បាតមនុស្សទូទាំងពិភពលោកផងដែរអញ្ចឹងបន្ទាប់ពីយើងធ្វើការហាត់ប្រាណយើងត្រូវធ្វើការសម្រាកយ៉ាងតិចបំផុតក៏30នាទីទៅ1ម៉ោងបានយើងធ្វើការមុជទឹកចេញដើម្បីការពារការកៀងបេះដូងឬក៏សម្ពាធឈាមនៃកំហាប់ទាបទៅដល់កំហាប់ខ្ពស់នៃសារធាតុទឹកដែលយើងកំពុងតែប្រើប្រាស់បច្ចុប្បន្នកាលផងដែរបាទអរគុណច្រើនសម្រាប់បងប្អូនដែលជួយធ្វើការទស្សនានៅវីដេអូនេះបន្តហើយជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អនិងសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារផងដែរបាទអរគុណច្រើនជម្រាបលាបាទ